សត្វគឺជាភាវៈមួយផ្នែកនៅក្នុងភពផែនដីយើងនេះហើយសត្វទាំងអស់សុទ្ធតែមានរូបរាងខុសគ្នាហើយនៅក្នុងវីដេអូនេះយើងនឹងនិយាយអំពីសត្វទាំង10ដែលចម្លែកបំផុតនៅក្នុងពិភពលោកដែលវារស់នៅក្នុងបាតសមុទ្រដ៏សែនជ្រៅទី10ត្រី Hatchafish ត្រីនេះគឺមានរាងសំប៉ែតដែលជួយឲ្យវាក្នុងការហែលទឹកបានយ៉ាងលឿននិងគេចពីសត្រូវនៅពេលដែលមានការយាយីផ្សេងៗទី9 Basket Star សត្វនេះគឺដូចជាផ្កាថ្មអញ្ចឹងវាមានដៃជាច្រើនដូចជាសំណាញ់ដើម្បីចាប់សត្វឲ្យទូចៗធ្វើជាចំណីហើយបើមើលមួយផ្លែទៅអ្នកប្រកាសគិតថាវាជាស្លាយឬក៏ជាផ្កាថ្មប៉ុន្តែវាមិនមែនទេវាគឺជាសត្វមួយយ៉ាងដែលរស់នៅក្នុងបាតសមុទ្រទី8 Fear Shark វាគឺជាប្រភេទត្រីឆ្លាមដែលរស់នៅក្នុងបាតសមុទ្រយ៉ាងជ្រៅហើយធ្មេញរបស់វាគឺមានរហូតដល់300ឯណោះដែលងាយស្រួលក្នុងការប្រមាញ់សត្វផ្សេងៗទី7 Sea Pig ឬក៏សត្វជ្រូកសមុទ្រអ្នកទាំងអស់គ្នាធ្លាប់តែឮថាជ្រូកប្រកាសជាជ្រូកលើដីឯប៉ុន្តែនេះគឺជាជ្រូកសមុទ្រហើយក៏ជាជ្រូកដែលរស់នៅក្នុងបាតសមុទ្រដ៏សែនជ្រៅផងដែរសត្វនេះគឺវាចូលចិត្តដើរល្បាតលើបាតសមុទ្រដោយប្រើដៃនិងបំពង់របស់វាដើម្បីស្រូបរកចំណីអាហារវាក៏មិនមែនជាសត្វសាហាវអីនោះដែរទី6 Red Lip Batfish ក៏អាចហៅបានថាត្រីបបូរមាត់ក្រហមដោយសារតែបបូរមាត់ក្រហមរបស់វាគឺដូចអូនក្រមុំអាយុ18ឆ្នាំអញ្ចឹងវាមានសភាពចម្លែកត្រង់ថាវាមិនអាចហែលបញ្ឈរដូចត្រីផ្សេងៗទេគឺថាវាហែលទឹកដោយផ្ដេកខ្លួនដោយសារតែរាងកាយរបស់វាគឺសំប៉ែតទី5 Giant Scyphod សត្វនេះគឺមានទំហំបើសិនជាធំបំផុតគឺត្រឹម50 សង់ទីម៉ែត្រដែលទំហំនេះគឺប្រហែលជាប៉ុនកូនឆ្កែមួយហើយវារស់នៅក្នុងជម្រៅសមុទ្ររហូតដល់ 2000 ម៉ែត្រដល់នោះហើយលក្ខណៈពិសេសរបស់វាគឺអាចអត់អាហារបានរាប់ខែដែលជាហេតុមិនងាយធ្វើឲ្យវាបាត់បង់ជីវិតភ្លាមៗនោះទេទី4 Dumbo Octopus ក៏អាចហៅបានថាជាសត្វមឹកដ៏ខ្ជូតហើយមឹកប្រភេទនេះគឺវាអាចបដូរពណ៌បានទៅតាមស្ថានភាពជាក់ស្ដែងនៅក្នុងទម្រង់ដែលវារស់នៅទី3 Barrow Eye Fish គឺជាអម្បូរត្រីមួយដែលមានសភាពចម្លែកត្រង់ថាក្បាលរបស់វាគឺចេញពន្លឺហើយភ្នែករបស់វាគឺអាចប្រវល់បាន360ដឺក្រេតំបន់ត្រង់ក្បាលនិងភ្នែករបស់វាគឺមានសភាពភ្លឺដើម្បីជួយឲ្យវាអាចមើលឃើញនៅចំណីតូចៗដែលវាប្រមាញ់នៅក្នុងបាតសមុទ្រទី2 Vampire Squid វាគឺជាសត្វមឹកដូចគ្នាប៉ុន្តែវាចម្លែកត្រង់ថាម្រាមដៃម្រាមជើងរបស់វានឹងគឺដូចជាសរសៃផ្កាថ្មអញ្ចឹងហើយវានឹងប្រែប្រួលខ្លួនវានៅពេលដែលវាជួបការភ័យខ្លាចឈ្មោះថា Vampire ប៉ុន្តែវាមិនមែនជាសត្វដែលបឺតជានោះទេទី1ត្រី Anglerfish ត្រីប្រភេទនេះបើត្រឹមជាមើលត្រឹមរូបរាងរបស់វានឹងក៏គួរឲ្យខ្លាចផងដែរវាមានអំពូលនៅលើក្បាលរបស់វាដែលអំពូលមួយនេះគឺអាចបញ្ចាំងឲ្យភ្លឺដើម្បីងាយស្រួលក្នុងការប្រមាញ់ចំណីផ្សេងៗអំបូរប្រភេទត្រីនេះគឺសត្វញីតែងតែធំជាងសត្វឈ្មោលហើយធំជាងរាប់រយដងឯណោះវាក៏មិនមែនជាសត្វត្រីដែលស្លូតពោះនោះដែរជាសត្វត្រីមួយយ៉ាងដែលជួយចិត្តប្រមាញ់អាហារដោយសារតែមានកតាពន្លឺលើក្បាលនិងធ្មេញនៅមុតស្រួចរបស់វាវីដេអូប្រហែលជា3នាទីដែលនិយាយអំពីសត្វចម្លែកទាំង10ដែលរស់នៅក្នុងបាតសមុទ្រនេះក៏ដល់ទីបញ្ចប់ទៅហើយបើសិនជាពេញចិត្តនៅវីដេអូប្រភេទនេះកុំភ្លេចជួយ like share subscribe ម្នាក់មួយផងអរគុណសម្រាប់ការទស្សនា Thank you for watching